ជាបឋមនេះសូមនមស្ការចំពោះគុណបរតនត្រ័យទាំង3ក្នុងនោះមានព្រះពុទ្ធពធប្រសង់ដោយសេចក្តីគោរពជ្រះថ្លាជាទីបំផុតហើយក៏សូមនមស្ការចំពោះបច្ចាអធិការវត្តកភ្លឹងផងដែរនិងសូមចម្រើនពរញាតិញោមកណាគ្រប់ព្រះអង្គទាំងអស់ក្នុងការដែលធ្វើคลิปនេះគឺខ្ញុំអង្គអាត្មាភាពខ្ញុំកណាសូមធ្វើសេចក្តីថ្លែងអំណរអគុណចំពោះប្រជាអធិការព្រះអង្គវត្តពោធិវង្សអង្គកំភ្លឹងដែលព្រះអង្គមានមេត្តានាំពុទ្ធបរិស័ទហើយក៏អមទៅជាមួយនឹងគណៈកម្មការផងដែរបានមកធ្វើជាចង្ហាន់ក៏ដូចជាចូលជាបច្ច័យ4ដើម្បីនឹងជួយកសាងក្នុងចែកដៃរួមរបស់អង្គអាត្មាភាពហើយនឹងពុទ្ធបរិស័ទវត្តស្រែបឹងតែឡែកតំណាងវត្តស្រែបឹងទាំងមូលគឺសូមត្រេកអរអំណរអគុណយ៉ាងខ្លាំងចំពោះប្រជាអធិការញាតិញោមយាតាព្រមទាំងគណៈកម្មការគ្រប់រូបទាំងអស់ដែលមានចិត្តមេត្តាករណាបានយកបច្ច័យហើយក៏ដូចជាធ្វើជាចង្ហាន់ដើម្បីប្រគេនដល់ព្រះសង្ឃក្នុងនោះក៏មានជួយមុខបំរុងយាតាក្នុងវត្តស្រែបឹងផងដែរហើយសូមបញ្ជាក់ថាវត្តស្រែបឹងវត្តកភ្លឹងនេះគឺមានការស្រឡាញ់រាប់អានគ្នាជាយូរយារណាស់មកហើយតាំងតែអំពីអតីតកាលព្រះឧបជាសុវណ្ណបញ្ញាចៅទីនមកម្លេះបងណាគឺមានការរាប់អានស្រឡាញ់គ្នាយូរណាស់មកហើយមិនទៅតែចំណន់អង្គអាត្មាភាពនេះទេហើយក្នុងនោះដែរព្រះអង្គក៏បានយកចិត្តទុកដាក់ជួយជាកម្លាំងសពគ្រប់បែបយ៉ាងក្នុងវត្តអង្គអាត្មាភាពត្រូវការអ្វីនេះដូចជាក្នុងថ្ងៃនេះជាដើមគឺថ្ងៃអាទិត្យ9រោចខែមិគសិឆ្នាំម្សាញ់ឆ្នាំម្សាញ់អញ្ចឹងសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាអធិការវត្តពោធិវង្សអង្គកំភ្លឹងហើយនឹងគណៈកម្មការពុទ្ធបរិស័ទទាំងអស់ដែលបានមកវេចង្ហាន់ជួយជាបច្ច័យជួយជាថវិកាក្នុងវត្តស្រែបឹងដែលកំពុងកសាងនៅចែកដៃរួមមានទទឹង9ម៉ែត្របណ្ដោយ9ម៉ែត្រនិយាយរួមទៅគឺ9ម៉ែត្រស្មើហើយគឺ9ម៉ែត្រស្មើនេះយើងធ្វើជាបៃកណៈហៅថាបៃជាន់បងណាจึงជាចុងក្រោយនេះសូមជូនពរជូនជ័យជាពិសេសជូនពរប្រជាអធិការព្រះអង្គជួបតែសេចក្តីសុខនិងសេចក្តីចម្រើននិងញាតិញោមជាពុទ្ធបរិស័ទជាពិសេសជួបប្រទះនៅពុទ្ធពរទាំងឡាយ4ប្រការរបស់ព្រះសម្មាសម្ពុទ្ធទី1អាយុវណ្ណៈសុខៈបលៈហើយព្រមទាំងសម្បត្តិ3គឺមនុស្សសម្បត្តិទេវតាសម្បត្តិដែលថ្លាគឺព្រះនិព្វានប្រជាអធិការករណាគ្រប់ព្រះអង្គផងហើយនឹងគណៈកម្មការញាតិញោមយាតាប្រាថ្នាយ៉ាងណានោះសូមដូចចិត្តប្រាថ្នាកំបីអខានឡើយហងសូមអនុមោទនាមានជួយតាមតាមទៅបាទលោកយើងទៅទៅបាទយើងតាចូលទៅច្រើនណាស់ចូលពេលទៅបាទមានថាអត់តាតាមគេទៅយើងទៅបាទណាយើងមកជួយទៅមកទៅណាទៅយើងមកទៅណាហើយពីដើមយើងតាមមកទៅណាចូលទៅ